នៅថ្ងៃទី12ខែកក្កដាឆ្នាំ1979កងទាហានថៃបានដឹកជនភៀសខ្លួនខ្មែរចំនួន42,000 នាក់ចេញពីមណ្ឌលជំនួយនងចាន់និងកន្លែងផ្សេងៗទៀតដែលជាប់នឹងព្រំដែនយកមកទម្លាក់ចោលនៅលើភ្នំដងរែកតែម្ដងនេះបើតាមគេរាយការណ៍មកថាជនភៀសសឹកខ្មែរស្លាប់ចំនួនចន្លោះពី2,400ទៅ3,000ក្នុងរយៈពេលត្រឹមតែមួយថ្ងៃនិងមនុស្សជាច្រើនទៀតត្រូវបានរងរបួសនិងបាត់ខ្លួនពោលគឺការសម្លាប់ជនភៀសសឹកដល់សាហាវព្រៃផ្សៃពីសំណាក់ទាហានថៃបានដឹកជនភៀសសឹកដែលជាជនជាតិខ្មែរយកទៅទម្លាក់នៅលើភ្នំដងរែកបន្ទាប់មកក៏ពួកគេបង្ខំឲ្យចុះពីលើភ្នំដើម្បីចូលប្រទេសកម្ពុជាវិញអំឡុងពេលដែលបណ្ដេញជនភៀសសឹកនោះទាហានថៃបានប្រើកាំភ្លើងរះមានដូចជា M16 M60 បាញ់សង្គ្រប់ទៅលើជនភៀសសឹកដែលមិនព្រមសម្រួលខ្លួនចុះពីជម្រាលភ្នំនៅលើភ្នំមានសាកសពទាំងបុរសស្ត្រីក្មេងៗក្រោមការបាញ់ប្រហាររបស់ទាហានថៃជនភៀសសឹកដែលព្យាយាមចុះតាមជម្រាលភ្នំចូលទៅក្នុងព្រៃនៃប្រទេសកម្ពុជាគឺគ្មានសង្ឃឹមក្នុងការរស់រានមានជីវិតនោះទេពោលគឺស្លាប់ដោយសារតែអត់អាហារអត់ទឹកកើតជំងឺគ្រុនចាញ់គ្រុនឈាមហើយខ្លះទៀតស្លាប់ដោយសារតែការជន់មីនសល់ពីសម័យសង្គ្រាម